ដែលគាត់និយាយអំពីការដែលទន្ទ្រានឈ្លានពានដីកម្ពុជាពីសំណាក់យោធាថៃ7ថ្ងៃជាប់គ្នាហើយបងប្អូនគឺតាំងពីថ្ងៃទី7ខែធ្នូមកថ្ងៃនេះថៃបានប្រើយន្តហោះប្រដេញចម្បាំងទម្លាក់គ្រាប់ប្រភេទ F16 របស់អាមេរិកប្រើគ្រាប់បែកចង្កោមប្រើនិយាយទៅគឺដាក់ពង្រាយទាហានដល់ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីខ្មែរក្រសួងការពារជាតិបញ្ជាក់ច្បាស់មួយគឺថាទាហានថៃឈ្លានពានទន្ទ្រានដើម្បីយកទឹកដីខ្មែរបាទនេះគឺជាចំណុចមួយដែលយើងទាំងអស់គ្នាគួរជឿចាប់មែនតើព្រោះការដែលទន្ទ្រានឈ្លានពានទឹកដីខ្មែរដើម្បីរំលោភបំពានដែនអធិបតេយ្យបែបនេះគឺជាការដែលទង្វើដែលមិនអាចទទួលយកបានតតែសោះហើយក្រៅពីនោះគឺថៃប្រើ drone ប្រើគ្រាប់ផ្លោងគឺបាញ់ចម្រោះចូលភូមិភាគ3ភូមិភាគ4ភូមិភាគ5បាទនៅឯភូមិភាគ3យើងដឹងហើយនៅខេត្តកោះកុងបងប្អូនឃើញប្រជាពលរដ្ឋយើងវិច្ចបង្វិចរត់ទាំងកូនចៅរញ៉េរញ៉ាក់ទាំងកណ្ដាលរាត្រីគឺរំលងអាត្រៀតម៉ោង2ទៅហើយហ្នឹងគឺល្មមពេលដែលទទួលទានដំណេកលងលក់ស្កប់ស្កល់ក៏ប៉ុន្តែផ្ទុយទៅវិញគឺជាយុស័ព្ទអាក្រក់មួយសម្រាប់ប្រជាពលរដ្ឋនៅខេត្តកោះកុងដែរដោយត្រូវនាំកូននាំចៅដឹកលើរថយន្តម៉ូតូយានជំនិះអ្វីដែលអាចធ្វើបានជំនិះចេញពីភូមិឋានទាំងកណ្ដាលយប់ដើម្បីទៅរកទីទួលមានសុវត្ថិភាពដោយសារបើតាមក្រសួងការពារជាតិគឺខាងយោធាថៃគឺកងទ័ពជើងទឹកថៃតែម្ដងគឺបាញ់ផ្លោងពីនាវាចម្បាំងបងប្អូនប្រើកំភ្លើងគ្រាប់កំភ្លើងផ្លោងនឹងមក20គ្រាប់ចូលក្នុងខេត្តកោះកុងហើយនៅក្នុង20គ្រាប់ហ្នឹងគឺធ្លាក់នៅផ្លូវបំបែកកោះយ៉នោះ2គ្រាប់ឆ្នេរខាងត្បូងវត្តបាក់ខ្លងមួយគ្រាប់ក្រោយអាគារសន្តាគារនោះ2គ្រាប់ហើយក្រៅពីនោះធ្លាក់ចូលនៅក្នុងអាងទឹកប៉ុន្តែស្នូគ្រាប់នេះក៏បានស្ងប់ទៅវិញទៅហើយមកដល់ម៉ោងនេះគ្រាន់តែថាប្រជាពលរដ្ឋតើមានការទុកចិត្តយ៉ាងដូចម្ដេចទៅដែលទីឋានភូមិឋានដ៏សុខសុវត្ថិភាពស្រាប់តែត្រូវបានប្រជាមិត្តដែលជាសត្រូវឈ្លានពានទម្លាក់គ្រាប់ចូលមកយ៉ាងបំពេញទាំងកណ្ដាលយប់ដូច្នេះនេះគឺជារឿងមួយដែលពិបាកអត់ឱនឲ្យថៃបានណាស់ហើយនៅភូមិភាគ4នៅនោះវិញខាងខេត្តព្រះវិហារតាំងពីម៉ោង5ព្រឹកដល់ម៉ោង8ព្រឹកហ្នឹងក៏ខាងក្រសួងការពារជាតិបញ្ជាក់ថាកំភ្លើងធំគ្រាប់បែកចង្កោមថៃបាញ់ទម្លាក់ស្រោចនៅក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារហើយនឹងកំភ្លើងធំហ្នឹងក៏បាញ់ចូលភូមិសាស្ត្រប្រាសាទខ្នាដែរអោប្រាសាទខ្នារបស់ខ្មែរអើយតើអ្នកនឹងអាចនៅស្ថិតទេឬក៏អាចឈររឹងដើម្បីទប់នឹងការដែលភុមៀនឹងចាត់មៀរបស់ខាងភីគីថៃបានយូរប៉ុណ្ណាតើទាហានខ្មែរយើងនៅតំបន់ប្រាសាទខ្នារងទុកបុកម្នេញយ៉ាងដូចម្ដេចតកតងនឹងការដែលខំប្រឹងការពារដែនអធិបតេយ្យរបស់កម្ពុជាយើងប៉ុន្តែរងគ្រាប់កំភ្លើងនិងគ្រាប់ផ្លោងនិង drone និងសោះបែបនេះខ្ញុំអាសូរបងប្អូនណាខ្ញុំបើសិនជាប្រាសាទខ្នាបានទៅដល់ដៃថៃនៅក្នុងពេលនេះក៏មិនមានអីភ្ញាក់ផ្អើលដែរបងប្អូនតស៊ូអស់ពីចិត្តអីព្រោះអីថៃចង្រៃណាបាទតែយ៉ាងណាបងប្អូនគឺដាច់ខាតយើងនៅមានយន្តការអន្តរជាតិត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យខាងតែបានដាច់ខាតបើទោះបីជារឿងនេះត្រូវចប់ទៅមានការព្រមព្រៀងគ្នាយ៉ាងម៉េចក៏ដោយគឺអំពើប្រព្រឹត្តរបស់ថៃនៅច្រើនស្អិចស្កះណាស់ដែលមិនអាចរួចខ្លួនទេគឺត្រូវតែប្តឹងទៅតុលាការអន្តរជាតិទាំងនេះឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយនៅឯភូមិភាគបន្ទាប់ទៀតគឺតកតងភូមិភាគ5ឯនោះវិញគឺនៅភូមិព្រៃច័ន្ទនៅខេត្តបន្ទាយមានជ័យតាំងពីម៉ោង7យប់ដល់ម៉ោង8ព្រឹកហ្នឹងគឺថាគ្រាប់ដូចលិចផ្ទុះ drone ទម្លាក់គ្រាប់បែកចូលភូមិព្រៃច័ន្ទបាញ់ផ្លោងភូមិជោគជ័យទាហានថ្មើរជើងចង់រុលចូលប៉ុនប៉ងមកគ្រប់គ្រងលាក់រុញទៅរុញមក drone ទម្លាក់គ្រាប់នៅឯភូមិឃុំថ្មដាបាញ់កំទេចសន្តាគារនៅឃុំថ្មដានឹង2គ្រាប់ F16 ទម្លាក់គ្រាប់6គ្រាប់នៅឃុំថ្មដាខេត្តពោធិ៍សាត់កំទេចស្ពានជ័យជំនះទាំងស្ពានថ្មីទាំងស្ពានចាស់គឺបាក់បែកខ្ទេចខ្ទីអស់ហើយបងប្អូនខ្ញុំសូមកែតម្រូវព័ត៌មានមួយចំនួនព្រោះខ្ញុំផ្សាយពេលដែលពាណិជ្ជកម្មមុនផ្សាយនេះគឺខ្ញុំបានដកស្រង់ប្រភពពី PR Cambodian Government ដែលជាអាចថាជាប្រភពព័ត៌មានពីរដ្ឋាភិបាលខ្មែរដែរហើយសរសេរតាក់ទងនឹងស្ពានជ័យជំនះឬស្ពានមេទឹកនេះដែលថាមានកន្លងដល់ទៅ8កន្លងបានន័យថាផ្លូវបើកដល់ទៅ3កន្លងផ្លូវនោះតាមពិតមិនមែនទេគឺស្ពាននេះគឺយើងឃើញរូបភាពជាក់ស្ដែងមានតែទៅមកទេបានន័យថា2កន្លងតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាស្ពានបេតុងមួយនេះត្រូវបានគ្រាប់បែកទម្លាក់ពីអាកាសមកគឺខ្ទេចខ្ទីប្រើប្រាស់ឡើងកើតទៅហើយនេះគឺជាអំពើឈ្លានពានទន្ទ្រានដល់ដែនអធិបតេយ្យហួសបន្ទាត់ក្រហមឆ្ងាយណាស់បងប្អូនមិនដឹងជាហួសដល់ណាទេបាទនេះគឺជាព័ត៌មានសង្ខេបតាក់ទងនឹងអ្វីដែលកំពុងកើតឡើងក្រៅពីនោះតំបន់ផ្សេងទៀតក្រសួងការពារជាតិថាស្ងប់ស្ងាត់ប៉ុន្តែបងប្អូនប្រាប់មកពីតំបន់ផ្សេងដែលកំពុងតែព្រួយបារម្ភអំពីការវាយសន្ទប់របស់ថៃនៅគ្រប់មុខព្រួយដែរតែយ៉ាងណាម្ដងទៀតបងប្អូនខ្ញុំនៅតែបន់ស្រន់បួងសួងសូមឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកជួយថែរក្សាកងទ័ពរបស់យើងនៅជួរមុខហ្នឹងសូមឲ្យឈ្នះអស់កម្លាំងមារសត្រូវរបស់ថៃនេះហើយឲ្យបានទទួលជាជំនះដើម្បីការពារដែនអធិបតេយ្យនិងបូរណភាពដែនដីរបស់យើងឥឡូវនេះយើងវិលទៅវិញថាតើហេតុអីបានជាម៉ោងនេះមកមានគ្រាប់ធ្លាក់ស្រោចហើយកាន់តែខ្លាំងជាងមុនក្រែង
ជជែកគ្នាជាមួយលោកត្រាំហើយមិនចឹងហ៎ក្រែងមានកិច្ចព្រមព្រៀងអីឬក៏ព្រមត្រូវរើគ្នាហើយមិនហ៎ពួកអីលោកត្រាំបងប្អូនប្រហែលជាបានជ្រាបហើយមិនចឹងហ៎ខ្ញុំនឹងអានសាររបស់លោកត្រាំម្ដងទៀតឥឡូវនេះលោកត្រាំចូលទទួលទានដំណេកលងលក់ស្កប់ស្កល់បាត់ទៅហើយព្រោះម៉ោងណាគឺម៉ោង10 យប់ទៅហើយនៅឯរដ្ឋធានី Washington ឬក៏លោកមិនទាន់ទទួលទានដំណេកនៅអង្គុយមើលថៃបំពេញកិច្ចព្រមព្រៀងនេះម្ដងទៀតម្ដងហើយម្ដងទៀតឬក៏យ៉ាងដូចម្ដេចទេអ្វីដែលលោកត្រាំបានសរសេរសារតាមរយៈសេតវិមានក្រោយជួបលោកអាន់វ៉ាអ៊ីប្រាហ៊ីមក្រោយជួបលោកហ៊ុនម៉ាណែតក្រោយជួបលោកអនុទិនច័ន្ទវរៈគុលតាមរយៈទូរស័ព្ទរួចមកគាត់ក៏បានសរសេរសារបែបនេះនៅតាមបណ្ដាញសង្គមឬក៏ការផ្សព្វផ្សាយរបស់សេតវិមានហ្នឹងអមដោយរូបថតរបស់គាត់ផងហើយមានសារដែលមើលទៅគួរឲ្យកក់ក្ដៅគាត់សរសេរថាភាគីទាំងពីរគឺកម្ពុជានិងថៃយល់ព្រមឈប់បាញ់គ្នាហើយពាក្យឈប់បាញ់គ្នានឹងគាត់ទៅសរសេរអក្សរធំដែលជាភាសាអង់គ្លេសគឺបានន័យថាសង្កត់ន័យខ្លាំងមែនតើគឺឈប់បាញ់គ្នាមែនតើណាគាត់សរសេរថាភាគីកម្ពុជានិងថៃយល់ព្រមឈប់បាញ់គ្នាចាប់ពីយប់ថ្ងៃទី12ខែធ្នូនេះយប់ហ្នឹងបានន័យថាយប់បានន័យថាមិនទៅបងប្អូនយប់ថ្ងៃទី12ខែធ្នូហ្នឹងគឺនៅសល់ប្រហែលម៉ោងទៀតដើម្បីផុតអាយប់ហ្នឹងមិនទាន់ចូលភ្លឺអញ្ចឹងបានន័យថារហូតដល់ម៉ោង12ទៀតបានអាចបានន័យថានៅសល់ប្រហែលម៉ោងទៀតបងប្អូនឥឡូវម៉ោង9ម៉ោង10នៅស្រុកខ្មែរម៉ោង10នៅសំទោសម៉ោង10យប់នៅឯរដ្ឋធានី Washington កន្លែងលោកត្រាំនៅហ្នឹងនៅថ្ងៃទី12នៅឡើយអញ្ចឹងគាត់និយាយថាបទឈប់បាញ់នេះគឺយល់ព្រមទាំងពីរភាគីហ្នឹងគឺអនុវត្តភ្លាមចាប់ពីយប់ថ្ងៃទី12ខែធ្នូនេះតទៅអញ្ចឹងបើសិនជានិយាយឲ្យត្រូវគឺឲ្យតែចូលប្រលប់វាត្រូវតែយប់វាត្រូវចាប់បាត់ហើយមិនអញ្ចឹងវាត្រូវនឹងព្រឹកនៅស្រុកខ្មែរបានន័យថាម៉េចគឺព្រឹកចាប់ពីម៉ោង7ព្រឹកគឺចាត់ទុកថាបទជប់បាញ់ហ្នឹងគឺត្រូវជប់ហើយប៉ុន្តែដើម្បីឲ្យត្រូវនឹងអ្វីដែលលោកត្រាំនិយាយនេះបើនិយាយយប់ចូលជាធរមានយប់គឺតតែដល់ម៉ោង12យប់ហ្នឹងហ្មងបានន័យថាអាចនឹងឆ្លងរំលងអាត្រៀតហ្នឹងចូលថ្ងៃទី12 13អញ្ចឹងវាត្រូវនឹងម៉ោង12ព្រឹកនៅស្រុកខ្មែរនេះម៉ោង12ថ្ងៃត្រង់នេះបានចប់ឬក៏ចូលអាការជប់បាញ់ហ្នឹងជាធរមានបើតាមយើងបកស្រាយព្រោះគាត់អត់និយាយកំណត់ម៉ោងទេគាត់ថាភាគីទាំងពីរហ្នឹងយល់ព្រមជាមួយគាត់ថាឈប់បាញ់ជាបន្ទាន់ចាប់ពីរាត្រីថ្ងៃទី12ខែធ្នូនៅអាមេរិកនេះទៅបានន័យថាចាប់ពីថ្ងៃត្រង់ម៉ោង12ថ្ងៃត្រង់ត្រូវនឹងថ្ងៃទី13នៅខែនៅប្រទេសកម្ពុជាបើយើងនិយាយឲ្យជាក់ស្ដែងណាអញ្ចឹងហើយបានជាយើងឃើញថាអាគ្រាប់បែកហ្នឹងវាអត់ព្រមឈប់សោះព្រោះថៃវាយផ្ដាច់តែម្ដងដើម្បីនៅសល់2ម៉ោងទៀតបើយើងនិយាយឲ្យតាមអ្វីដែលលោកត្រាំនិយាយអញ្ចឹងអាការដែលគាត់ប្រកាសហ្នឹងវាអាចនៅ2ម៉ោងទៀតដើម្បីឲ្យអាហ្នឹងចូលជាធរមានអញ្ចឹងបានន័យថាអ្វីដែលថៃផ្លោហ្នឹងចង់ថៃថាឆាចោលអត់មានតាក់ទងនឹងបទជប់បាញ់ទេព្រោះអីបើព្រមព្រៀងគ្នាយ៉ាងម៉េចទៅតាមសំណេររបស់លោកត្រាំគឺទាល់តែផុតរាត្រីនៅសហរដ្ឋអាមេរិកនេះចឹងបានន័យផុតម៉ោង12យប់នៅអាមេរិកវាត្រូវនឹងម៉ោង12ថ្ងៃត្រង់ថ្ងៃទី13នោះឯងចឹងបានន័យថាថៃគឺនៅតែវាទីនៅតែបំផ្លោងគ្រាប់រហូតដល់2ម៉ោងទៀតហ្នឹងគឺថាសន្ធាប់យើងឈរជើងបានយើងឈរជើងមិនបានគឺថៃក្តោបកន្លែងណាឈរជើងបានកន្លែងណាពេលដែលបត់ជប់បាញ់ហ្នឹងចូលជាធរមានគឺថៃនឹងប្រកាសគ្រប់គ្រងតំបន់នឹងដូចថ្ងៃទី24ដល់ថ្ងៃទី28ទៀតហើយល្បិចដដែល still ដដែលអំពើឈ្លានពានដដែលគឺថៃប្រើធ្វើបានដោយអត់មានអៀនខ្មាស់អញ្ចឹងក្រៅតែពីការព្រមព្រៀងហ្នឹងលោកត្រាំបាននិយាយថាភាគីទាំងពីរក៏យល់ស្របទៅអនុវត្តតាមអ្វីដែលមានស្រាប់ហ្នឹងគឺអីគឺបទជប់បាញ់គឺសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡំពួរថ្ងៃទី26ខែតុលាដែលមានលោកត្រាំជាអធិបតីដូច្នេះបានន័យថាគាត់និយាយថាភាគីទាំងពីរយល់ព្រមហើយនេះអ្វីបើតាមលោកត្រាំណាហើយខ្ញុំនឹងបញ្យល់ថាលោកអនុទិនច័ន្ទវរៈគុលនិយាយមិនលោកហ៊ុនម៉ាណែតនិយាយមិនហេតុអីបានជាលោកត្រាំថាពីរអ្នកនឹងព្រមហេតុអីបាននៅតែបាញ់គ្នានៅឡើយនៅពេលដែលគាត់ចេញសារបើតាំងពីគាត់ចេញមកគឺប្រហែលប្រហែលហើយ6ម៉ោងហើយហ្នឹង5-6ម៉ោងហើយបងប្អូនដូច្នេះឥឡូវក្រៅពីហ្នឹងគឺនៅក្នុងសាររបស់លោកត្រាំដែលនិយាយថាភាគីទាំងពីរយល់ព្រមជប់បាញ់គ្នាចាប់ពីថ្ងៃត្រង់និយាយទៅនៅស្រុកខ្មែរហ្នឹងឬក៏ចាប់ពីរាត្រីនៅស្រុកអាមេរិកនេះថ្ងៃ12នេះហ្នឹងគឺគាត់ថាប្រទេសកម្ពុជានិងថៃត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាពនិងបន្តពាណិជ្ជកម្មជាមួយនឹងអាមេរិកបាទពាក្យពាណិជ្ជកម្មហ្នឹងគឺអត់ដែលចោលទេព្រោះអីលោកត្រាំគាត់ធ្វើអ្វីៗគឺដើម្បីពាណិជ្ជកម្មហ្នឹងធំជាងគេអញ្ចឹងបើសិនជាចោលអាហ្នឹងគាត់តាមកើតតែយ៉ាងណាពាណិជ្ជកម្មមិនពាណិជ្ជកម្មវាមិនអីទេព្រោះឲ្យតែខ្មែរត្រូវរើគ្នាឬក៏ជប់មានសង្គ្រាមទៅរកទទួលទានជាមួយគ្នាបានទាំងថៃទាំងខ្មែរទាំងអាមេរិកវាមិនអីដែរចុងក្រោយលោកបន្តថារឿងផ្ទុះអាវុធនេះចាំមើលសំណេរលោកត្រាំហើយបើយើងស្ដាប់មកគឺមានអ្នកទូពិតទៅហើយចាំមើលអ្នកណាទូពិតឲ្យប្រកាសលោកបន្តថាដើមហេតុនៃការបាញ់គ្នានាពេលថ្មីនេះគឺបណ្ដាលមកពីការផ្ទុះគ្រាប់នៅក្បែរផ្លូវដែលជារឿងចៃដន្យនឹងធ្វើឲ្យបាត់បង់ជីវិតទាហានថៃម្នាក់និងរបួសច្រើនអ្នកក៏ប៉ុន្តែបែរជាថៃវាយបកសងសឹកកម្ពុជាវិញយ៉ាងចាស់ដៃ
ចុងក្រោយលោកអរគុណលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានជួយសម្របសម្រួលរឿងព្រំដែននេះបាទបងប្អូនម្ដងទៀតគឺលោកត្រាំថ្ងៃទី12ខែធ្នូកាលពីព្រឹកថ្ងៃទី12ខែធ្នូនៅស្រុកអាមេរិកនេះគឺត្រូវនឹងយប់ថ្ងៃទី12ខែធ្នូនៅស្រុកខ្មែរហ្នឹងគឺគាត់បានទូរស័ព្ទទៅមេដឹកនាំថៃកម្ពុជានិងម៉ាឡេស៊ីដើម្បីដោះស្រាយរឿងព្រំដែនឥឡូវខ្ញុំបកស្រាយពន្យល់បន្តិចពីរឿងសាររបស់លោកដូណាល់ត្រាំដែលនិយាយអំពីថាអ្នកណានាំអាតមុនហើយរឿងនេះគឺជារឿងសំខាន់ណាស់ជាប្រវត្តិសាស្ត្រតើលោកត្រាំស្ដាប់អ្នកណាហើយកាន់ជើងអ្នកណាហើយអ្វីដែលបកស្រាយនឹងវាយ៉ាងម៉េចហើយអ្នកណាអ្នករាយការណ៍ប្រាប់គាត់អំពីព្រឹត្តិការណ៍ដែលផ្ទុះអាវុធដំបូងហ្នឹងបើតាមអ្វីដែលគាត់និយាយថាដើមហេតុនៃការបាញ់គ្នានាពេលថ្មីនេះបានន័យថាព្រឹត្តិការណ៍ដែលកើតឡើងពីថ្ងៃទី7ខែធ្នូមកហ្នឹងគឺបណ្ដាលមកពីការផ្ទុះគ្រាប់នៅក្បែរផ្លូវគឺក្បែរដងផ្លូវដែលជារឿងចៃដន្យទេ It's an accident ហើយនៅពេលដែលរឿងហ្នឹងជារឿងចៃដន្យសោះធ្វើឲ្យបាត់បង់ជីវិតមនុស្សគឺបាត់បង់ទាហានជាយុជីវិតទាហានថៃម្នាក់និងបាត់របួសទាហានថៃជាច្រើនផ្ទុយទៅវិញគឺថៃបែរទៅជាវាយបកសងសឹកកម្ពុជាយ៉ាងចាស់ដៃក្នុងន័យនេះលោកត្រាំប្រហែលជាចង់និយាយថាបើគ្រាន់តែមានការផ្ទុះអាវុធដោយរឿងចៃដន្យចឹងបានន័យថាម៉េចចៃដន្យនេះវាអាចជារឿងចៃដន្យដែលកើតឡើងពីខាងកងកម្លាំងកម្ពុជាដែរព្រោះបើសំណេរបែបនេះនិយាយថារឿងហ្នឹងផ្ទុះអាវុធដំបូងហ្នឹងគឺជារឿងចៃដន្យធ្វើឲ្យស្លាប់ទាហានថៃហើយរបួស8នាក់ហើយថៃស្រាប់តែវាយបកសងសឹកមកខ្មែរសន្ធប់ខ្ញុំជឿថាមិនមែនជាសេចក្តីរាយការណ៍របស់លោកអនុទិនច័ន្ទវរៈគុលទេច្បាស់ណាស់គឺជាសេចក្តីរាយការណ៍របស់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីខ្មែរហេតុអីបានជាខ្ញុំទាញសេចក្តីសន្និដ្ឋានបែបនេះព្រោះអត់មានរឿងអីថៃទៅប្រាប់សហរដ្ឋអាមេរិកប្រាប់ថាផ្ទុះអាវុធហ្នឹងគឺជារឿងចៃដន្យដូច្នេះហើយបានជាថៃវាយសន្ធប់មកស្រុកខ្មែរវិញដើម្បីសងសឹកទេវាអត់ទេវាច្បាស់ជានាយករដ្ឋមន្ត្រីខ្មែរគឺលោកហ៊ុនម៉ាណែតលោកច្បាស់ជាជំរាបទៅលោកដូណាល់ត្រាំប្រាប់ថារឿងដែលផ្ទុះអាវុធថ្ងៃទី7ដែលធ្វើឲ្យទាហានថៃម្នាក់ស្លាប់និងរបួស8នាក់ហ្នឹងគឺជារឿងចៃដន្យទេមិនមែនជារឿងចេតនាដោយទាហានខ្មែរទេអញ្ចឹងរឿងនេះគឺវាអាចផ្ដើមពីការផ្ទុះអាវុធហ្នឹងបើតាមការសន្និដ្ឋានទេខ្ញុំមិនថាលោកហ៊ុនម៉ាណែតនិយាយចឹង 100% នេះទាញសមត្ថកម្មសុទ្ធសាធនេះពួកអីតិចទៀតបងប្អូនខ្ញុំនឹងបកស្រាយអំពីអ្វីដែលលោកហ៊ុនម៉ាណែតបញ្យល់វិញម្ដងតើរឿងនឹងវាយ៉ាងម៉េចម្ដងនេះគឺខ្ញុំនិយាយនេះគឺចង់សម្ដៅទៅលើនៃការទូតនិងភាសាផ្លូវការរបស់អ្នកនយោបាយពេលខ្លះយើងត្រូវអានឲ្យលើសពីអ្វីដែលជានៅលើបន្ទាត់នឹងយើងអានក្រោមបន្ទាត់លើបន្ទាត់ហើយគិតមើលត្រេះរិះពិចារណាតាមបែបសង្កេតបើក្នុងន័យនេះគឺអាចនិយាយថាវាអាចមានការផ្ទុះគ្រាប់ផ្ទុះអាវុធឬក៏ផ្ទុះគ្រាប់នៅតាមដងផ្លូវអញ្ចឹងមែនមិនដឹងថាអ្នកណាបាញ់អ្នកណាធ្វើឲ្យផ្ទុះក៏ប៉ុន្តែអាចជាការរាយការណ៍ប្រាប់ពីខាងកម្ពុជាប្រាប់ថាគ្រាប់ហ្នឹងផ្ទុះដោយចៃដន្យទេហើយទៅធ្វើឲ្យស្លាប់ទាហានថៃម្នាក់និងរបួស8នាក់ជាងការសម្របសម្រួលគ្នានិយាយគ្នាថាវាផ្ទុះដោយចៃដន្យទេវាគួរតែនិយាយគ្នាថៃបែរទៅជាបាញ់ស្រោចវាយប្រហារមកកម្ពុជាចោទថាព្រឹត្តិការណ៍ផ្ទុះគ្រាប់ហ្នឹងដែលលោកត្រាំថាមានភាគីមួយដែលរាយការណ៍ថាចៃដន្យខ្ញុំជឿថាច្បាស់ជាភាគីកម្ពុជាហើយបែរជាយកព្រឹត្តិការណ៍ហ្នឹងថាកម្ពុជានាំភ្លើងបាញ់មុនធ្វើឲ្យថៃចាប់ផ្ដើមបាញ់ស្រោចមកកម្ពុជាយ៉ាងសន្ធាប់រហូតដល់កម្ពុជាអត់ទ្រាំលែងបានក៏តបតទៅវិញប៉ុន្តែមុននឹងតបតហ្នឹងគឺថៃបាញ់វាយឡើងទុកសាច់អញ្ចឹងសរុបសេចក្តីមកតាមអ្វីដែលលោកត្រាំលើកឡើងនេះខ្ញុំជឿថាលោកហ៊ុនម៉ាណែតច្បាស់ជានិយាយអំពីព្រឹត្តិការណ៍ផ្ទុះគ្រាប់ដោយចៃដន្យនេះហើយបើជាការផ្ទុះគ្រាប់ដោយចៃដន្យឧទាហរណ៍ថាគ្រាប់នឹងកើតឡើងផ្ទុះដោយសារតែទាហានខ្មែរចោះខ្ញុំនិយាយម្ដងទៀតសមត្ថកម្មក៏វាអត់មានរឿងអីដែលទៅកើតនៃការផ្ទុះអាវុធរហូតដល់ទៅបាញ់គ្នាឬក៏ថៃសម្រុកមកហើយមិនមែនសម្រុកតែមួយមុខព្រួញទេគឺគ្រប់ទិសទីទាំងអស់ចឹងបានន័យថាថៃយ៉ាងម៉េចគឺចិញ្ចឹមចិត្តឲ្យតែមានរឿងអីកើតឡើងគឺយកអាហេតុផលហ្នឹងមិននិយាយស្ដាប់គ្នាឬក៏មិនជជែកគ្នាមិនបកស្រាយមិនទទួលយកអីទាំងអស់គឺឲ្យតែបានហេតុគឺចាប់ផ្ដើមបាញ់យកដូច្នេះមានន័យថាអាចថៃបង្កើតឲ្យមានព្រឹត្តិការណ៍នឹងខ្លួនឯងដែរដើម្បីជាលេសនៅក្នុងការដែលឲ្យមានស្លាប់ទាហានខ្លួនហើយរបួសទាហានខ្លួនអញ្ចឹងយកហេតុផលហ្នឹងវាយសន្ធប់មកកម្ពុជាយ៉ាងសន្ធប់ហើយគ្រប់ទិសទីគ្រប់មុខព្រួញទៀតបើសិនជាវាយសន្ធប់តែអាកន្លែងផ្ទុះគ្រាប់ហ្នឹងដូចជាមិនសង្ស័យអីថាអាចជាការសងសឹកតែមួយកន្លែងហ្នឹងប៉ុន្តែដល់ពេលរឿងហ្នឹងតែមានកើតឡើងអញ្ចឹងសោះស្រាប់តែយើងទៅដុតផ្ទះពេញភូមិទាំងអស់គ្រប់ភូមិគ្រប់ស្រុកឆ្លោះគ្នាតែពីផ្ទះហ្នឹងកន្លែងហ្នឹងច្រកហ្នឹងហើយស្រាប់តែយើងដើរដុតពេញភូមិតើចេតនារបស់យើងអ្វីឲ្យប្រកបទៅអញ្ចឹងបានន័យថាថៃមានចេតនាឈ្លានពានកម្ពុជារងចាំតែឱកាសដើម្បីនឹងអត់ឲ្យឆេះបានន័យថាឲ្យតែមានឃើញតែបន្តិចគឺដឹងថាខ្លួនហ្នឹងគឺផ្ទុះឈ្នួនអាសង្គ្រាមហ្នឹងភ្លាមតែម្ដងអានេះខ្ញុំនិយាយនេះគឺអាចថាកម្ពុជាអាចនឹងប្រាប់គេថារឿងហ្នឹងគឺជារឿងចៃដន្យអញ្ចឹងមិនមែនជាចេតនាទេព្រោះកម្ពុជាសន្សំសុខតែវាអាចមានរឿងផ្ទុះគ្រាប់ផ្ទុះអីដោយចេតនាហើយវាអាចធ្វើឲ្យទាហានថៃស្លាប់អីហ្នឹងមិនមែនជាការបាញ់ដើម្បីនាំអាតអីអញ្ចឹងទេបាទនេះម្ដងទៀតគឺជាការសង្កេតទៅតាមខ្លឹមសារដែលលោកត្រាំផ្សព្វផ្សាយនៅក្នុងសារព័ត៌មានឬក៏សេតវិមានទេ
ខ្ញុំនិយាយនេះម្ដងទៀតជាសមត្ថកម្មដោយផ្អែកទៅលើអង្គហេតុនៃសេចក្តីថ្លែងការណ៍របស់លោកត្រាំដែលមិនសរសេរលម្អិតហើយលោកត្រាំបានបន្ថែមទៀតថាភាគីគេព្រមគ្នាអស់ហើយឥឡូវចាំមើលស្ដាប់សម្ដីរបស់លោកអនុទិនច័ន្ទវរៈគុលវិញតើលោកនិយាយអីគេខ្លះមានតាក់ទងរឿងផ្ទុះគ្រាប់នឹងអត់នៅពេលដែលលោកច័ន្ទវរៈគុលគឺនិយាយជាមួយនឹងលោកត្រាំគឺអត់មានអីក្រៅពីទូពិតលោកត្រាំថាខ្លួនជាជនរងគ្រោះហើយអ្វីដែលច្បាស់ទៀតហ្នឹងគឺអនុទិនច័ន្ទវរៈគុលជួបលោកត្រាំម៉ោង 9:20 នាទីយប់មិញ